ជំងឺស្វាយអាចព្យាបាលជាដាច់បានអត់ហើយជំងឺនេះឆ្លងដោយរបៀបណាអញ្ចឹងជំងឺស្វាយគឺបងប្អូនអាចទទួលការព្យាបាលឲ្យជាដាច់បានបើបងប្អូនព្យាបាលទាន់ពេលនិងព្យាបាលត្រឹមត្រូវហើយជំងឺនេះគឺ95%គឺឆ្លងតាមការរួមភេទការប៉ះស្បែកនឹងស្បែកការប៉ះដំបៅជាមួយនឹងអ្នកជំងឺឬក៏អ្នកដែលផ្ទុកជំងឺឬក៏ក្នុងករណីដែលបងប្អូនធ្វើការនៅជាមួយនឹងដៃគូមិនបានការពារដោយស្រោមអនាម័យគឺធ្វើឲ្យបងប្អូនមានការឆ្លងលឿនមែនទែនអញ្ចឹងតាក់ទងជាមួយនឹងជំងឺស្វាយនៅដំណាក់កាលដំបូងអ្នកខ្លះគឺគាត់អត់មានចេញរោគសញ្ញាទេឬក៏នៅដំណាក់កាលទី1នេះគឺបងប្អូនចាប់ផ្ដើមមានចេញជារោគសញ្ញានៃការឡើងដំបៅដែលមិនមែនជាអុចស្វាយឬក៏មិនមែនជាជំងឺសើស្បែកទេដែលបងប្អូនចាប់ផ្ដើមមានការឡើងដំបៅនៅនឹងប្រភេទចាប់ផ្ដើមមានបញ្ហាគ្រុនក្តៅខ្លួនឬក៏ចាប់ផ្ដើមធ្វើឲ្យបងប្អូនមានការហូររំអិលទៅតាមប្រភេទខុសធម្មតាសម្រាប់បងស្ត្រីឬក៏បងបារោះដែលគាត់ចាប់ផ្ដើមមានការឆ្លងនៅមេរោគស្វាយនេះចឹងនៅពេលដែលបងប្អូនស្ត្រីឬក៏បុរសណាដែលកំពុងតែមានការឆ្លងនៅមេរោគនេះបងប្អូនគួរតែរួសរាន់នៅក្នុងការព្យាបាលបានត្រឹមត្រូវព្រោះមេរោគនេះវាមានរហូតដល់4ដំណាក់កាលបើសិនជានៅដំណាក់កាលទី1ទី2ទេងាយស្រួលនៅក្នុងការព្យាបាលឲ្យជាដាច់បានតែបើសិនជាបងប្អូនមានការរីករាលដាលវិវត្តទៅជាដំណាក់កាលធ្ងន់ដែលមិនមានចេញរោគសញ្ញាទេវិវត្តទៅជាពពួកមេរោគ HIV ហើយដែលហៅថាមេរោគអេដអត់មានថ្នាំទទួលការព្យាបាលទេព្រោះជំងឺនេះមានផលប៉ះពាល់ខ្លាំងទៅដល់ប្រព័ន្ធប្រសាទប៉ះពាល់ទៅដល់ការចងចាំធ្វើឲ្យមានការរលាកសន្លាក់ធ្ងន់ធ្ងរនិងប៉ះពាល់ដល់បេះដូងជាពិសេសគ្រោះថ្នាក់បំផុតគឺអាចនឹងធ្វើឲ្យបងប្អូនពិការភ្នែកបានអញ្ចឹងបើបងប្អូនកំពុងតែមានរោគសញ្ញាដូចដែលអ្នកគ្រូរៀបរាប់កំពុងតែមានរោគសញ្ញាសង្ស័យហើយបងប្អូនគួរតែរួសរាន់នៅក្នុងការព្យាបាលដោះស្រាយឲ្យបានត្រឹមត្រូវដោះស្រាយឲ្យបានទាន់ពេល